បងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមកធ្វើវីដេអូអំពីការដកកាក់ចេញពីកាបូប Porsche Play ទៅកាបូប Binance បាទមានបងប្រុសគាត់ស៊ូតែខ្ញុំអត់មានកាបូប OKX បាទខ្ញុំមានតែ Porsche Play បាទតែការវិធីដកវាអាចនឹងផាក់ផាគ្នាបងប្អូនបាទអញ្ចឹងខ្ញុំធ្វើវីដេអូដកពីកាបូប Porsche Play ឲ្យមើលបាទបងប្អូនអាចនឹងយល់បាទអញ្ចឹងយើងមើលកន្លែងនេះបាទអញ្ចឹង USDT យើងដកពី Binance ពី Porsche Play ទៅ Binance បាទយើងមើលកន្លែងនេះមក USDT អីគេគឺ RC20 បាទយើងយក address ពី Binance មកបាទចូលយក Binanceបាទចូល Sport ចុចកន្លែង Sport មកបាទយើងទៅសេ USDT ទៅបាទ USDT នេះយើងចុចលើវាយក address បាទចុចនេះមកដើម្បីយក address ពីចុចកន្លែងនេះមកបាទអញ្ចឹងយើងរើសមើល USDT TRC20 R20 បាទយើងចុចពីលើវាមកបាទហើយយើងចុចពីលើនេះគឺចម្លងបាទអញ្ចឹងយើងទៅកប៉ាល់ Porsche Play វិញបាទអញ្ចឹងចុចពីលើ kit នេះហើយចុចផ្ញើទៅបាទអញ្ចឹងគឺ address យើងមកដាក់កន្លែងនេះមកបាទចកត់ហើយដាក់បាទហើយចំនួនកាក់ដែលយើងចង់ដកបាទបើថាយើងចង់ផ្ញើតទាំងអស់យើងចុចកន្លែងនេះមកទាំងអស់ទៅបាទអញ្ចឹងគឺកាក់របស់ខ្ញុំវាអត់ត្រង់គ្រប់ចំនួនទេវាឡើងពណ៌លឿងនេះបាទបើយើងត្រូវចុចបញ្ជូនគឺយើងចុចអានេះទៅបាទប៉ុន្តែបើសិនជាយើងផ្ញើពី OKX ទៅ Binance វាត្រូវមានរហ័សยืนยันមួយទៀតណាបងប្អូនបាទអញ្ចឹងវីដេអូនេះមួយនេះគឺការវីដេអូដែលធ្វើវិធីដកកាក់ចេញពីកប៉ាល់ Porsche Play ទៅកាបូប Binance បាទសូមអរគុណ